សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្រៀនអ្នកនរគ្នាពីរបៀប order អីវ៉ាន់ពី iCamTech តាមរយៈ app Lockstock ដែលជា app របស់កូនខ្មែរដែលមាននៅលើ App Store និង Play Store អញ្ចឹងជាដំបូងបងប្អូនចុចមកលើកម្មវិធី Lockstock បន្ទាប់មកបងប្អូនចុចពាក្យថា search បន្ទាប់មកបងប្អូន search ពាក្យថា iCamTech ដោយអក្សរខ្ញុំបានដាក់នៅខាងក្រោមអញ្ចឹងណាបងប្អូនចុចមកលើនឹងមកបន្ទាប់មកបងប្អូនប្រកាសจะឃើញបែបនេះហើយបងប្អូនចុចមកលើនឹងមកហើយបងប្អូនក៏จะឃើញ product ដែលមាននៅក្នុងក្រុមហ៊ុន iCamTech Solution ហើយចង់ខ្ញុំសាក order បងប្អូនមើលមួយអញ្ចឹងខ្ញុំ order router មួយអញ្ចឹងបងប្អូនក៏จะឃើញ quantity វានៅហ្នឹងហើយបងប្អូនចង់ order មួយឬក៏ពីរទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងណាចឹងខ្ញុំ order មួយទៅមកយើងចុចពាក្យថា buy now ទៅមកបងប្អូនប្រកាសจะឃើញ check out list ហើយចឹងបងប្អូនចុចពាក្យថា choose delivery option ទៅមកបងប្អូនប្រកាសจะឃើញកន្លែងដែលយើងត្រូវ pick up យកនៅ store ឬក៏បងប្អូនចង់ឲ្យគេ delivery ដល់ផ្ទះក៏បានដែរចឹងខ្ញុំចង់ឲ្យគេ delivery មកដល់ផ្ទះអញ្ចឹងខ្ញុំចុចពាក្យថា address ទៅមកបងប្អូនវាយ full name របស់បងប្អូនវាយតាមខ្ញុំអញ្ចឹងមកទៅមកបងប្អូនវាយលេខទូរស័ព្ទបន្ទាប់មកបងប្អូនក៏จะឃើញ address digital ហើយអញ្ចឹងបងប្អូនចុចនៅលើនឹងមកហើយបងប្អូន add ទីតាំងរបស់បងប្អូនចូលតើបងប្អូនចុចពាក្យថា save តើបងប្អូនចុច delivery ហើយ confirm ហើយនៅពេលដែលបងប្អូន add ទីតាំងរួចហើយបងប្អូនក៏ scroll មកខាងក្រោមទៀតបងប្អូន scroll ហើយក៏ឃើញ note បងប្អូនចង់ដាក់មិនក៏បានដែរនេះខ្ញុំឧទាហរណ៍ឲ្យមើលអញ្ចឹងណាតើបងប្អូនចុចពាក្យថា add payment តើបងប្អូនចង់ pay តាម credit card របស់បងប្អូនឬក៏ ABA របស់បងប្អូនក៏បានដែរអញ្ចឹងខ្ញុំ pay តាម ABA តើបងប្អូនចុចថា place order តើមកវានឹង load ចូល ABA របស់យើងដូចជាការស្រេចអញ្ចឹងបងប្អូនមានតម្រូវការរំឡើងប្រព័ន្ធកាមេរ៉ា set up Wi-Fi ឬក៏រំឡើងប្រព័ន្ធ LAN system ឲ្យបងប្អូនអាចតាក់ទងមកកាន់ក្រុមហ៊ុន iCamTech Solution បានសូមអរគុណ